នុញ្ញាតស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីថងស៊ុយបែបវិទ្យាសាស្ត្រចាប្រិមត្តទាំងអស់គ្នាចូលរួមស្ដាប់ជាបន្តទៀតថាតើម៉ាស៊ីនណាលីនឹងមានអ្វីដែលជាប្រយោជន៍ជូនដល់បងប្អូននៅក្នុងរដូវកាលសែនជ័យមេញជាពិសេសចង់ដឹងថាថ្ងៃណាដែលសែនល្អឬក៏ថ្ងៃណាដែលមិនល្អឬក៏មានប្រការអ្វីដែលយើងគួរជៀសវាងខ្លះចាវាពន្ធថ្ងៃសែនជ័យមេញចំណុចល្អដែលថាឥឡូវនេះគឺយើងមាន app My Destiny យើងស្រួលទេចាអញ្ចឹងយើងមើលថាសមាជិកគ្រួសាររបស់យើងអ្នកណារាសីត្រូវធាតុណាច្រើនជាងគេយើងមើលអតិភិបអ្នកដែលមានរាសីត្រូវគ្នាច្រើនជាងអញ្ចឹងខ្ញុំឧទាហរណ៍ថាក្នុងគ្រួសារយើង5នាក់បើរាសីយើងត្រូវមួយធាតុទឹក3នាក់អញ្ចឹងយើងរើសថ្ងៃទៅសែនត្រូវមួយធាតុទឹកទៅចាទាំងបើសិនជានៅក្នុងគ្រួសាររបស់យើងត្រូវជាមួយអ្នកធាតុភ្លើងច្រើនក៏យើងរើសថ្ងៃធាតុភ្លើងទៅហើយមែនទេនៅក្នុង app My Destiny យើងមាន calendar បដិទិនឲ្យយើងមើលទេថាថ្ងៃណាថ្ងៃធាតុភ្លើងថ្ងៃណាថ្ងៃធាតុឈើបានដូចគ្នាចាតែអ្វីដែលសំខាន់កុំទៅសែនចំថ្ងៃឆុងគឺថ្ងៃដែលឆុងឆ្នាំចាថ្ងៃដែលឆុងឆ្នាំនៅក្នុងឆ្នាំនេះគឺថ្ងៃ31ថ្ងៃ31ចាដូចជាថ្ងៃ31មិនិនាគឺថ្ងៃកុលចាថ្ងៃកុលឆុងម្សាញ់អញ្ចឹងដល់ពេលថ្ងៃកុលឧទាហរណ៍ថាហេតុអីបានយើងមិនគួរទៅសែននៅពេលហ្នឹងនៅក្នុងថ្ងៃកុលពោះទី1នៅក្នុងថ្ងៃកុលពេលដែលយើងទៅសែនខ្ញុំឧទាហរណ៍យើងទៅសែនយើងអត់ដឹងថាយើងទៅប៉ះពាល់ស្អីទេពោះកន្លែងជ័យមេញបើសិនជាយើងទៅជាទូទៅដូចបើសិនជានៅស្រុកគេគឺភ្នោច្រើនណាស់មិនមែនដូចរាយប៉ាយដូចស្រុកយើងទេណាស្រុកយើងមានភ្នោដែលនៅតាមចំការមានមួយទេស្រុកគេមកកន្លែងឬមួយក៏ខ្លះអត់ច្រើនមានជា family មាន 4-5 ភ្នោអញ្ចឹងតែបើនៅស្រុកគេគឺជា Memorial Park ចាមិនមែននេះធម្មតាបានថាតកន់ទៅចូលទៅដល់រាប់ពាន់រាប់ម៉ឺនច្រើនអញ្ចឹងមូលហេតុហ្នឹងហើយគេថាមិនឲ្យថតរូបដល់ហ្នឹងគឺទី1វាប៉ះភ្នោគេសងខាងចាទី2គឺចេញមក background របស់យើងមកពេញទាំងចាហ្នឹងអញ្ចឹងចាប៉ុន្តែបើសិនជាករណីនៅប្រទេសយើងឧទាហរណ៍បើសិនជាភ្នោដូនតារបស់យើងមិនមាននៅក្នុង Memorial Park ទេអានឹងយើងចង់ថតក៏ថតទៅអត់បញ្ហាចាគ្រាន់តែជិះបន្តិចកុំឲ្យឃើញវាពេញពេកព្រោះទី1បើសិនជាគេមានកណ្ឌិតមិនល្អគេដឹងថាកន្លែងយើងវាយ៉ាងម៉េចអ្នកណាសយអ្នកណាមិនសយគេមើលដឹងក្នុងទៅរូបថតហ្នឹងក៏គេអាចមើលដឹងដែរថាភ្នោដូនតាហ្នឹងជួយអ្នកណាកូនចៅណាឡើងកូនចៅណាធ្លាក់គេមើលដឹងដែរបើសិនជាគេចេះចាមកយកនឹងរូបថតហ្នឹងមកមើលចាចឹងចំណុចហ្នឹងហើយដែលយើងថាអូខេគួរតែតំណមចំណុចមួយទៀតគឺពាក់ព័ន្ធនឹងស្ត្រីមានរដូវនៅពេលដែលទៅសែនឆេងមេងទៅបានចាយើងទៅសែនបានឲ្យទូសែនបានប៉ុន្តែมันអាចទៅប្រាក់ភ្នោបានទេហើយយើងឡើងទៅលើភ្នោទៅប្រាក់ភ្នោហ្នឹងគឺអត់បានទេចំណុចហ្នឹងហើយដែលជាក្បួនគេថារៀបម៉ងដូនតារៀបភ្នោដូនតាឲ្យមនុស្សស្រីរៀបសយមនុស្សស្រីក៏ដូចមនុស្សប្រុសដូចគ្នាមានវិជ្ជាជីវៈមានចំណេះដឹងដូចគ្នាមានសមត្ថភាពដូចគ្នាខុសតែមួយគត់គឺខ្ញុំពេលដែលមានរដូវហ្នឹងទេចាអញ្ចឹងបើករណីមានរដូវអត់រៀបចំនៅផ្ទះគឺចាប់រឿងចាដូចគ្នាទៅពេលយើងទៅសែនឆេងមេងពេលមានបញ្ហាសុខភាពពាក់ព័ន្ធនឹងរដូវយើងកុំទៅប្រាក់ភ្នោតែយើងទៅសែនបានធម្មតាគាត់យើងអត់ទៅប្រាក់ភ្នោឡើងទៅលើភ្នោដូនតាទេចាតែប៉ុណ្្នឹងតាចាខ្ញុំជឿថាបងស្រីយើងដូចអត់មានអីត្រូវតវ៉ាទេចាណាមួយពេលវេលាហ្នឹងយើងដឹងឯអ្នកគ្រូណៃយើងជាមនុស្សស្រីក៏ត្រូវការសម្រាប់មួយអ្វីដែលសំខាន់គឺទី1គឺហាមមិនឲ្យទៅសែនចំថ្ងៃឆុងគឺថ្ងៃកុលគឺថ្ងៃ31មិនិនាចាព្រោះ31មិនិនាគឺកុលឆុងម្សាញ់អញ្ចឹងបើអ្នកដែលឆុងអ្នកដែលមានញ៉ាំឆ្នាំឆុងខែឆុងអីអញ្ចឹងជួនកាលទៅសែនអញ្ចឹងគេហៅថាកន្លែងដែលយើងសែនគឺវាជាតំបន់ថាមពលអវិជ្ជមានគឺថាមពលយិនចាថាមពលយិនគឺថាមពលត្រជាក់អញ្ចឹងយើងអត់ដឹងថាមានស្អីមកតាមមានវិញ្ញាណស្អីមកតាមទេអញ្ចឹងបើសិនជាករណីចៃដន្យយើងទៅកាយទៅគោះអីទៅប៉ះទិសឆុងអីទៀតទៅអ្នកដែលមកសាញ់ហ្នឹងដែលប៉ះជាងគេចាឬមួយក៏អ្នកថ្ងៃមកសាញ់ឬអ្នកដែលថ្ងៃកុលហើយយើងទៅសែនក្នុងថ្ងៃមកសាញ់ក៏អត់បានដែរអញ្ចឹងបើសិនជាគៀកថ្ងៃគឺថ្ងៃ31គឺថ្ងៃកុលនឹងឯងតែបើសិនជាមុនថ្ងៃហ្នឹងឧទាហរណ៍ថាថ្ងៃម្សាញ់គឺថ្ងៃទី25ខែមិនិនាចាហ្នឹងថ្ងៃ25ខែមិនិនាបើស្រុកខ្មែរយើងមិនទាន់មានអ្នកសែនទេតែបើនៅថៃឬនៅប្រទេសផ្សេងគេស្តាប់តាំងពីថ្ងៃ18ចាអញ្ចឹងប៉ុន្តែគេជៀសវាងគឺថ្ងៃដែលឆុងឬថ្ងៃដែលជន់ឆ្នាំគូចោះថាអីចាំបាច់មានគេទៅមុនយើងអីមុនយើងអញ្ចឹងដែរគេជឿលើអីគេពាក់ព័ន្ធនឹងបើនិយាយបើសិនជានៅខាងប្រទេសជិតខាងគេថាបើសិនជាសែនតែត្រឹមតែ 4-5 ថ្ងៃហ្នឹងគឺអរដូវកាលហ្នឹងគឺស្ទះចរាចរណ៍ខ្លាំងណាស់
ចាហើយនៅចិនសមាជិកប្រជាជនចិនគឺច្រើនណាស់ 1000 ចឹង លា បើ ន សិនតែយើងគិតថាមានតែ4 5ថ្ងៃក្នុងការសែនហ្នឹងគឺស្ទះចរាចរណ៍គឺស្ទះមនុស្សច្រើនទៅវាចៀតគ្នាអីវ៉ាន់ក៏ថ្លៃឃើញទេចាអញ្ចឹងគេគិតថាមុន15ថ្ងៃក្រោយ15ថ្ងៃគឺរយៈពេល1ខែអញ្ចឹងការលក់ដូរផ្សេងគឺវាអត់មានឡើងថ្លៃទេចាហ្នឹងអញ្ចឹង ជាមូលហេតុដែល based on ផ្ដោតលើកត្តារស់នៅរបស់មនុស្សទេ ចាមែនទេអានេះជាជំនឿប៉ុន្តែបើយើងគិតថាយើងសែនណាយើងយកហេងយើងយកតិចនិចបែបណាដើម្បីយកលក្ខណៈហ្វុងស៊ុយវិទ្យាសាស្ត្រយើងមកទាញមកប្រើអានឹងបានអញ្ចឹងបើសិនតែយើងសែនដើម្បីទាញយកហេងអានឹងយើងត្រូវមើលថាតើថ្ងៃដែលយើងសែនជាថ្ងៃអីគេថ្ងៃលៀបរបស់យើងឬអត់ចាថ្ងៃធាតុដែលត្រូវការរបស់យើងឬអត់ឧទាហរណ៍យើងត្រូវទឹកយើងទៅថ្ងៃទឹកបើយើងត្រូវឈើយើងទៅថ្ងៃឈើធាតុឈើទៅបើយើងរិស័យយើងត្រូវមួយធាតុដីយើងទៅថ្ងៃធាតុដីទៅថ្ងៃធាតុដីឆ្នាំនេះដូចមានថ្ងៃ30ក៏ថ្ងៃល្អដែរទៅថ្ងៃធាតុដីថ្ងៃ30ក៏យើងទៅសែនល្អហើយចង់ថ្ងៃអាទិត្យទៀតចាអញ្ចឹងអ្នកណាដែលត្រូវរិស័យធាតុដីច្រើនក៏ទៅសែនក្នុងថ្ងៃ30មិនិនាទៅក៏បានដែរតាមភាសារបស់អ្នកគ្រូមានបងប្អូនរបស់យើងមួយចំនួនតូចដែលគាត់បានគិតថារៀងរាល់ឆ្នាំគាត់តែងតែណាត់ជាមួយនឹងក្រុមគ្រួសាររបស់គាត់បើថាគាត់ទៅថ្ងៃ4ឆ្នាំ2025ហ្នឹងក៏ទៅថ្ងៃ4នឹងទៀតដែរថាតើការគិតរបស់គាត់បែបនេះត្រឹមត្រូវឬក៏យ៉ាងណាដែរត្រឹមត្រូវឬមិនត្រឹមត្រូវយើងមិនអាចទៅវិភាគបានថាត្រូវឬមិនត្រូវទេសំខាន់ត្រូវឬមិនត្រូវយើងចង់ដឹងថាថ្ងៃ4នេះថ្ងៃហេងគាត់មែនអត់ចាហើយមែនទេបើឧទាហរណ៍ថាអានេះខ្ញុំឧទាហរណ៍ណាបើសិនជាថានៅថៃគេទៅសែនជិញវិញគេដុតផាវទៀតហ៎ចាគេអាចអនុញ្ញាតឲ្យដុតផាវសុខយើងឲ្យមានអុចផាវផងមែនទេទៅសែនថ្ងៃណាក៏បានដែរឲ្យក៏កុំតែមានរង្គោះរង្គើទៅសំភ្នោដែលឆុងក៏អត់បញ្ហាដែរព្រោះសំខាន់ឲ្យតែយើងឲ្យមានរង្គោះរង្គើចាតែរង្គោះរង្គើមានការកាយដីកាយអីអានឹងបានជាបញ្ហាជាពិសេសថ្ងៃសម្អាតភ្នោចាអញ្ចឹងបើសិនជាករណីថ្ងៃសម្អាតភ្នោយើងរើសវេលាខុសឬមួយអត់បានរើសវេលាភ្នោបាយក្បាលតនីតកើតឆ្នាំនេះឆុងអញ្ចឹងមកសម្អាតនឹងមានបញ្ហាអត់ដឹងចេះតែទៅហ្នឹងចាសែនហើយមានរឿងចាហើយអ្នកដែលទៅសម្អាតភ្នោខ្ញុំឧទាហរណ៍ចុះមែនទេទៅវគ្គនេះនិយាយអត់តន់ចូលស៊ឺជំរឿហើយចប់វគ្គបាត់ហើយចាអញ្ចឹងមិនថានៅពេលខ្ញុំឧទាហរណ៍ថ្ងៃឆេងមេថ្ងៃទៅសែនដែលយើងអត់មានរង្គោះរង្គើទេយើងអត់សូវបារម្ភទេតែអ្វីដែលបារម្ភគឺពេលវេលាដែលយើងសម្អាតភ្នោទេចាពេលវេលាដែលយើងទៅសម្អាតភ្នោឧទាហរណ៍ថាភ្នោឆ្នាំនេះខ្ញុំឧទាហរណ៍ភ្នោគាត់បាយក្បាលតនីតកើតតែគាត់ទៅសម្អាតភ្នោចាឆ្នាំនេះទិសខាងកើតគឺទិសឆុងអញ្ចឹងបើគាត់មានម្សាញ់មានកុលនៅក្នុងតួរាសីគឺឆុងហ្មងចាហើយចៃដន្យបើសិនជាថ្ងៃដែលទៅធ្វើហ្នឹងគឺចំខែឆុងចំម៉ោងឆុងថ្ងៃឆុងទៀតអាហ្នឹងគឺកាន់តែធ្ងន់ដែរច្រើនត្រួតចាអញ្ចឹងគេថាពេលខ្លះទៅពេលទៅសែនភ្នោឲ្យសយអីចឹងគឺមែនទេជួនកាលគឺអ្នកខ្លះសយគឺសយដោយសារអីពេលគាត់ទៅសែនអានេះខ្ញុំឧទាហរណ៍ណាអ្វីដែលខ្ញុំបានសិក្សាស្រាវជ្រាវមកអ្នកខ្លះគាត់ទៅសែនអានេះចិត្តខាងស្រាប់តែទៅដិតផាវចាទៅដិតផាវចំទិសអសូរកាយទិសឆុងមកដល់វិញសយពេញហ្នឹងទៅសែនភ្នោឲ្យសយខឹងដូនតាទៀតដូនតាអត់មានដឹងអីទេចាទៅសយដោយសារយើងទៅប៉ះទិសឆុងហ្នឹងទេចាដោយសារនេះគឺបញ្ហាដែលយើងអត់ដឹងហើយយើងចេះតែបន្ទោសដូនតាណាក៏ចង់ឲ្យកូនចៅមានដែរប៉ុន្តែដូនតាមិនអាចលីសែងឲ្យកូនចៅមានបានទេប៉ុន្តែ DNA ដូនតាទេដែលយើងអាចរៀបចំឲ្យហុចផលឲ្យយើងបានណាគ្រូកន្លែងហ្នឹងឯងអ្នកខ្លះមើលវីដេអូយើងទីលំឯងគាត់និយាយវាយប្រហារហ្មងថារឿងកើតឡើងខ្លួនឯងសោះទៅបន្ទោសដូនតាយើងអត់បាននិយាយចឹងផងការពិតចាត្រឹមត្រូវឧទាហរណ៍ដូចខ្ញុំនិយាយចឹងថាអូខេយើងសែនបើយើងសែនថ្ងៃឆុងហេតុអីបានខ្ញុំនិយាយថាតើសែនថ្ងៃឆុងខ្ញុំអត់ចង់រីកមិនឲ្យទៅទេព្រោះទី1នៅពេលដែលសែនថ្ងៃឆុងយើងឆុងយើងទៅដល់យើងអត់ដឹងថានៅនឹងគៀនហ្នឹងគេធ្វើអីខ្លះទេចាជួនកាលគេទៅស្វានទៅដំទៅចិត្តហ្នឹងគេទៅកាយគោះកាប់ឬមួយក៏គេហែសពហើយគេទៅដល់គេទៅជីកដីទៅគៀនយើងអត់អាច control បានយើង control អត់បានទេព្រោះកន្លែងជាកន្លែងសាធារណៈអញ្ចឹងបើយើងទៅប៉ះទៅឆុងហ្នឹងមកពេលបើយើងជិះផ្លូវឆ្ងាយធ្វើដំណើរផ្លូវឆ្ងាយប៉ះចំអាទិសដែលពាក់ព័ន្ធនឹងព្រោះគ្រោះថ្នាក់ចរាចរណ៍ទៀតអាហ្នឹងពេលយើងមកគឺតាមផ្លូវហើយយើងទៅសែនភ្នោដូនតាមកវិញសយដូនតាមិនជួយការពិតដូនតាអត់បានដឹងអីទេចាមកពីអីអតិពលរបស់ទៅឆុងទេអតិពលរបស់តារាសាស្ត្រសយទេបើយើងទៅដល់យើងរៀបចំឲ្យត្រូវរៀបចំបែបអូខេបើសែនថ្ងៃល្អណាសែនថ្ងៃល្អយើងទៅប្រាក់ភ្នោយើងបាយក្បាលតនីទិសនេះគួរសែនថ្ងៃណាល្អបាយទិសនេះគួរសែនថ្ងៃណាល្អសម្រាប់អ្នកដែលគេហៅអភិជនឬក៏សទ្ធីភាគច្រើនគេរើសណាស់
គេអត់ខ្វល់ថ្ងៃ4ថ្ងៃ5ទេគេខ្វល់សួរថាឆ្នាំនេះថ្ងៃណាសម្រាប់ម៉ងគាត់ដែលបាយក្បាលតនេកទៅនេះសែនថ្ងៃណាល្អសម្រាប់រិស័យរបស់កូនចៅឆ្នាំនេះមកអញ្ចឹងសែនថ្ងៃណាល្អហ្នឹងគេទៅគេសុវត្ថិភាព ហ្នឹងគេឆ្លាត ចានិយាយគេឆ្លាតហើយយើងទៅប្រោសតាមណាទេទៅប៉ះចំថ្ងៃហេងទៅចំថ្ងៃហេងឆ្នាំថ្ងៃហ្នឹងគឺលាក់គី ចូលណាមនុស្សគេឲ្យរៀនឲ្យចេះឲ្យដឹងឲ្យឆ្លាត ហ្នឹងពេលខ្លះអត់លើអត់សមចង់និយាយច្រើនហត់ អរគុណណាស់អ្នកគ្រូអរគុណអ្នកគ្រូសម្រាប់ការបកស្រាយប្រធានបទដែលពិសេសខ្លាំងមែនទែន ចាក៏ប៉ិតមានច្រើនទៀតក៏ប៉ិតគួរតែមានវេជ្ជញែកឲ្យច្រើនជាងនេះទៀតព្រោះពាក់ព័ន្ធនឹងឆេងម៉េងពាក់ព័ន្ធនឹងទិសរបស់ភ្នោមួយយើងត្រូវរៀបចំបែបណាការពារបែបណាជាពិសេសភ្នោដែលបែក្បាលតេតកើតឆ្នាំនេះ អរគុណច្រើនបាទសម្រាប់វត្តមានរបស់អ្នកគ្រូក្នុងការបកស្រាយតាក់ទងជាមួយនឹងប្រធានបទរបស់យើងនៅក្នុងសប្តាហ៍នេះកម្មវិធីរបស់យើងក៏បានឈានដល់ពេលដែលត្រូវគ្រប់លាអរគុណសម្រាប់ពុកម៉ែបងប្អូនរបស់យើងអ្នកនរគ្នាក្នុងការទស្សនាជាមួយកម្មវិធីរបស់យើងនៅពេលនេះយើងខ្ញុំទាំងអស់គ្នាព្រមទាំងក្រុមការងារសូមអរគុណនិងសូមគោរពលា